សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹង case ថ្មីមួយដែលកើតឡើងថ្មីនេះដែរទេគឺនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី25ខែមិថុនាឆ្នាំ2025នេះយើងមានករណីរំលោភមួយនៅក្នុងប្រទេសឥណ្ឌានៅក្នុងសាកលវិទ្យាល័យSouth Calcutta សាលានេះគេឲ្យតម្លៃថាជាកន្លែងដែលប្រកបទៅដោយយុត្តិធម៌និងសេរីភាពណាប៉ុន្តែជាអកុសលគឺមានរឿងហេតុមួយកើតឡើងដែលមានការរំលោភទៅលើយុវតីម្នាក់ដែលមានអាយុ24ឆ្នាំដែលជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យមួយនេះផងដែរហើយគាត់រៀនជំនាញផ្នែកច្បាប់ហើយត្រូវបានគេរំលោភនៅប៉ុស្តិ៍អ្នកយាមរំលោភនៅកន្លែងយាមហើយគាត់បានរាយការណ៍ថាមានការរំលោភគាត់នៅកន្លែងយាមហើយជនសង្ស័យហ្នឹងគឺជាអតីតនិស្សិតនៅក្នុងសាកលវិទ្យាល័យហ្នឹងហើយនឹង2នាក់ទៀតដែលជាសិស្សនិស្សិតឆ្នាំចុងក្រោយបាទនិស្សិតឆ្នាំចុងក្រោយប្រហែលជារៀនច្បាប់ប្រហែលជាច្រើនមិនមែនឆ្នាំទី4ទេគេអះអាងថានិស្សិតឆ្នាំចុងក្រោយនៃសាកលវិទ្យាល័យនេះហើយនឹងម្នាក់ទៀតគឺជាបុគ្គលិកដែលត្រូវជាអ្នកដឹកនាំគាត់យើងហៅថាអ្នកបង្វឹករបស់គាត់ផងដែរបាទនៅក្នុងករណីនេះផងដែរបើសិនបើគ្មានផុសតាងឬក៏យើងហៅថាសាក្សីច្បាស់លាស់នៅក្នុងការធ្វើសាក្សីឲ្យទេរឿងហេតុបែបនេះវាច្រើនតែคล้ายទៅជារឿងហេតុមួយដែលគ្មានយុត្តិធម៌ដែលมันអាចរកជនសង្ស័យឬក៏ជនប្រព្រឹត្តបទល្មើសឃើញនោះទេក៏ប៉ុន្តែប៉ូលីសគេបានធ្វើការយ៉ាងម៉ត់ចត់និងគេមានរបៀបធ្វើការរបស់គេហើយគេបានដេញដោលសួររហូតដល់មានតម្រុយនឹងផុសតាងដើម្បីដាក់បន្ទុកទៅលើជនសង្ស័យផងដែរបើទោះបីជាជនសង្ស័យនិងជនរងគ្រោះបានប្រកែកវែកញែកថាពួកគេសុទ្ធតែត្រឹមត្រូវក៏ដោយនេះបានប្រើវិធីសាស្ត្រពីរនៅក្នុងការស៊ើបអង្កេតរឿងក្តីនេះទី1គឺប្រើកសលវិច័យមានន័យថាគេកសលវិច័យនៅសំណាកដែលជាប់នៅលើខ្លួនជនរងគ្រោះហើយនឹងសំណាកដែលជាប់នៅលើជនសង្ស័យហើយវិធីសាស្ត្រមួយទៀតហ្នឹងគឺយើងហៅថាការកសលវិច័យបែប digital ការកសលវិច័យបែប digital ហ្នឹងគឺគេនិយាយអំពីវីដេអូដែលទទួលបានពី CCTV ឬក៏កាមេរ៉ាសុវត្ថិភាពនៅជុំវិញតំបន់នោះឯងអ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងឈ្មោះជនសង្ស័យហើយតើ3អ្នកនោះមានអ្នកណាខ្លះបាទទី1គឺឈ្មោះថាខ្ញុំសូមមើលអក្សរតិចឈ្មោះថា Monojit Mango Monojit Mango Misra ហ្នឹង Monojit Mango Misra ហ្នឹងហើយគាត់គឺជាអតីតនិស្សិតនៅនឹងដែរហើយ2នាក់ទៀតដែលជាជនសំគំនិតហ្នឹងទី1គឺឈ្មោះថា Pramit Mukherjee ហើយនឹងម្នាក់ទៀតឈ្មោះថាSiep Amit ហ្នឹងប្រហែលជាពិបាកអានតិចដោយសារជាឈ្មោះបនឌីអញ្ចឹងណាដែលគេដឹងថាពួកគាត់ហ្នឹងគឺជាមានជាអតីតនិស្សិតម្នាក់ហើយនិស្សិតឆ្នាំចុងក្រោយម្នាក់ហើយនឹងបុគ្គលិកដែលជាគេហៅអ្នក mentor អ្នកបង្វឹកបាទបុគ្គលិកដែលជាអ្នកបង្វឹកដូចនៅក្នុងនៅនិស្សិតនៅខ្មែរយើងហៅថាសាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវណាហើយវាពិតជាមានការហួសចិត្តមែនទែនដែលជាករណីនេះមិនកើតនៅកន្លែងណាដែលមានភាពស្ងាត់ជ្រងំទេវាគឺជាកន្លែងសន្តិសុខបាទកន្លែងសន្តិសុខនៃសាលាបែរជាមិនគួរឲ្យមានរឿងដែលខូខើនិងអសុវត្ថិភាពទៅដល់និស្សិតស្រីនោះសោះគេថាវាគឺជាការធ្វេសប្រហែសមួយរបស់សន្តិសុខផងដែរព្រោះសន្តិសុខជាទូទៅសន្តិសុខគាត់គឺជាអ្នកការពារសុវត្ថិភាពជូនទៅដល់និស្សិតទាំងអស់និងបុគ្គលិកទាំងអស់ក៏ប៉ុន្តែវាបែរទៅជាកន្លែងសន្តិសុខคล้ายទៅជាកន្លែងកើតហេតុដែលមានការប្រព្រឹត្តបទល្មើសហើយករណីរំលោភទៀតបាទ
ហើយចំណុចនេះដែរវាបានបង្រៀនយើងវាបានឲ្យយើងដឹងក្នុងនាមជាជនរងគ្រោះជាពិសេសស្ត្រីគឺវាបានឲ្យយើងដឹងថាកន្លែងសន្តិសុខមិនប្រកាសថាមានសុវត្ថិភាពសម្រាប់អ្នកទេអញ្ចឹងវាជាគំនិតមួយដែលយើងគ្រប់គ្នាគួរពិចារណាតកតងទៅនឹងចំណុចនេះផងដែរនឹងហើយដោយសារតែជនជាប់ចោតត្រូវបានឃុំឃាំងបណ្ដោះអាសន្នចឹងបន្ទុកនេះបានធ្លាក់ទៅលើអ្នកស៊ើបអង្កេតហើយអ្នកស៊ើបអង្កេតគឺគាត់ផ្អែកទៅលើសសរស្តម្ភ2នៃភស្តុតាងទី1គឺ DNA ដូចដែលខ្ញុំបាននិយាយខាងដើមអញ្ចឹងទី2គឺភស្តុតាង digital ភស្តុតាង digital ហ្នឹងគឺគេនិយាយអំពី CCTV ដែលជាកាមេរ៉ាសុវត្ថិភាពនៅជុំវិញនៅកន្លែងកើតហេតុនិងជុំវិញកន្លែងកើតហេតុផងដែរយើងឃើញថា DNA ការពិនិត្យ DNA វាគឺជាភស្តុតាងមួយដែលបែបវិទ្យាសាស្ត្រហើយมันអាចប្រកែកបានហើយក៏ជាពិសេសគឺមានការទទួលស្គាល់ទូទាំងពិភពលោកទាក់ទងនឹងរឿងវិភាគ DNA ផងដែរយើងមកនិយាយអំពីការប្រមូលភស្តុតាងថាតើគេមានវិធីសាស្ត្រប្រមូលភស្តុតាងយ៉ាងម៉េចខ្លះប្រមូលភស្តុតាងគេចែកចេញជា3ដំណាក់កាលទី1គឺគេនិយាយអំពីការប្រមូលភស្តុតាងអ្នកស៊ើបអង្កេតបានប្រមូលសំណាកដែលសម្រាប់វិភាគ DNA ហ្នឹងគឺគេបានប្រមូលសំណាកចេញពីសម្លៀកបំពាក់របស់ជនរងគ្រោះសម្លៀកបំពាក់របស់ជនជាប់ចោតក៏ដូចជាឈាមជនរងគ្រោះនិងឈាមជនជាប់ចោតគឺគេបានប្រមូលទាំងអស់ហ្នឹងមកដើម្បីជាសំណាកនៅក្នុងការវិភាគ DNA បាទហើយបន្ទាប់មកគេយកទៅវិភាគហើយការវិភាគហ្នឹងគឺគេបានរកឃើញអំពីសំណាកទាំងសំណាកដែលគេរកឃើញហ្នឹងគឺគូពងទៅយ៉ាងល្អឥតខ្ចោះជាមួយនឹងជនជាប់ចោតម្នាក់ដែលមានឈ្មោះថា Monojit Menko Misra បាទ Monojit Menko Misra គេរកឃើញថាមាន DNA ដែលជាប់ពាក់ព័ន្ធទៅនឹងគាត់ហើយនេះគឺជាពន្លឺមួយដែលធ្វើឲ្យអ្នកស៊ើបអង្កេតគាត់មានតម្រុយកាន់តែសំខាន់ហើយនឹងឈ្មោះទៅរកភាពជឿជាក់ឲ្យបានកាន់តែខ្លាំងនឹងវេកមុខឬក៏ដាក់ទោសទៅដល់ជនប្រព្រឹត្តផងដែរគេនិយាយអំពីការបញ្ជាក់ទីតាំងការបញ្ជាក់ទីតាំងហ្នឹងគឺគេក៏នៅតែប្រើ DNA ដូចគ្នាគឺគេប្រើ DNA រវាងជនរងគ្រោះហើយនិងជនជាប់ចោតហ្នឹងឬក៏ជនសង្ស័យហ្នឹងយើងហៅថាជនជាប់ចោតខ្ញុំមិនដឹងភាសាបច្ចេកទេសគេហៅជនជាប់ចោតឬជនសង្ស័យឯងខ្ញុំអានថាជនជាប់ចោតទៅចុះDNA ហ្នឹងបានបញ្ជាក់ថាជនជាប់ចោតហើយនឹងជនរងគ្រោះហ្នឹងគឺស្ថិតនៅកន្លែងតែមួយមានន័យថាគេរកឃើញ DNA ហ្នឹងនៅជាមួយគ្នាអញ្ចឹងមានន័យថាទាំងពីរនាក់ហ្នឹងគឺស្ថិតនៅកន្លែងតែមួយមិនដូចការប្រកែករបស់ជនសង្ស័យនោះទេយើងឃើញមុខងារពីរសំខាន់ផ្សេងគ្នាគឺទី1គឺការធ្វើ DNA គឺធ្វើឡើងដើម្បីបញ្ជាក់ថាជនជាប់ចោតហើយនឹងជនរងគ្រោះពិតជាឬក៏យើងបញ្ជាក់ថាជនជាប់ចោតហើយនឹងជនរងគ្រោះហ្នឹងពិតជានៅកន្លែងហ្នឹងមែនពិតជាបានធ្វើសកម្មភាពហ្នឹងបើយើងឈានទៅដល់ថាតើជនរងគ្រោះពិតជាបានធ្វើសកម្មភាពហ្នឹងមែនក៏អត់គេមានផុសតាងមួយទៀតគឺយើងនិយាយទៅដល់ផុសតាង digital គឺជាកាមេរ៉ាដែលប្រមូលចេញពីកាមេរ៉ាសាលារៀនសាកលវិទ្យាល័យហ្នឹងក៏ដូចជាកាមេរ៉ានៃតំបន់ជុំវិញហ្នឹងផងដែរហើយគេបានឃើញថានៅក្នុងកាមេរ៉ាហ្នឹងមានសកម្មភាពរំលោភពិតមែនហើយក៏បានឃើញបុគ្គល2នាក់ទៀតដែលឈរលក្ខណៈជាការយាមផ្លូវឲ្យដែលគេចាត់ទុកថានេះគឺជាការផ្សំគំនិតក្នុងករណីរំលោភនេះផងដែរអំបញ្ញមិញខ្ញុំបាននិយាយអំពីវិធីសាស្ត្រនៃការយកភស្តុតាងមាន2នោះគឺមាន DNA ហើយនិង CCTV ទាំងក្រៅពី DNA ហើយនិងវីដេអូពីកាមេរ៉ាគេក៏មាននៅភស្តុតាងមួយផ្សេងទៀតដែលគេបានយកសំឡេងទូរស័ព្ទមានន័យថានៅពេលដែលជនជាប់ចោតនិយាយទូរស័ព្ទ
ឆ្លើយឆ្លងគ្នាជាមួយនឹងក្រុមពួកគេនោះប៉ូលីសមាននៅសម្លេង record ទាំងអស់នោះដែលបញ្ជាក់អំពីការនិយាយឆ្លើយឆ្លងគ្នាមុនពេលអំឡុងពេលដែលគាត់ធ្វើសកម្មភាពហើយនឹងក្រោយពេលដែលគាត់ធ្វើសកម្មភាពព្រមទាំងមានសម្លេងនៃការគំរាមកំហែងផងដែរនៅក្នុងករណីនេះយើងឃើញចំណុចសំខាន់2ដែលជាផុសតាងដ៏សំខាន់នោះទី1គឺ DNA ដែលបានបង្ហាញមិនអាចប្រកែកបានបង្ហាញនៅលទ្ធផលដែលមិនអាចប្រកែកបានអំពីការប្រព្រឹត្តរបស់ជនជាប់ចោទទៅលើជនរងគ្រោះហើយទី2គឺជាវីដេអូពីកាមេរ៉ាសុវត្ថិភាពដែលបង្ហាញអំពីទីកន្លែងនិងសកម្មភាពដែលពួកគេបានធ្វើនៅក្នុងទីកន្លែងកើតហេតុនឹងតែម្ដងភាពត្រឹមត្រូវមួយនៃការស៊ើបអង្កេតនេះគឺផ្ដោតទៅលើរក្សានៅភាពថ្លៃថ្នូររបស់ជនរងគ្រោះហើយរកយុត្តិធម៌ឲ្យជនរងគ្រោះហើយមួយទៀតគឺធានាថាជនរងគ្រោះមិនត្រូវបានមានការគំរាមកំហែងឬក៏បង្កជារបួសស្នាមបន្ថែមនៅពេលដែលរឿងក្តីកំពុងតែដំណើរការយើងមកនិយាយអំពីសំណុំរឿងនេះវាគឺជាឧទាហរណ៍ដ៏មានឥទ្ធិពលនិងបញ្ជាក់ពីរបៀបនៃការស៊ើបអង្កេតរបស់អ្នកស៊ើបអង្កេតហើយស៊ើបអង្កេតយ៉ាងហ្មត់ចត់ដែលយកគោលការណ៍ច្បាស់លាស់បែបវិទ្យាសាស្ត្រគឺក្នុងគណៈពេលដែលនិយាយហើយនិយាយទៀតអ្វីដែលសំខាន់ហ្នឹងគឺ DNA ហើយនឹងកាមេរ៉ាសុវត្ថិភាព DNA ដើរតួយ៉ាងសំខាន់គឺបញ្ជាក់ថាអ្នកប្រព្រឹត្តហើយនឹងជនរងគ្រោះពិតជាបានរងគ្រោះពិតប្រាកដមែនហើយកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់អំពីព្រឹត្តិការណ៍ឬក៏សកម្មភាពដែលជនល្មើសបានធ្វើនឹងទីកន្លែងពិតប្រាកដមួយដែលថតបានពីកាមេរ៉ាសុវត្ថិភាពផងដែរ